បាទសូមគោរពលោកយាយលោកតាបាទអ៊ំពូមីងបាទបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានពេលសកម្មជាមួយក្រុមការងារបាទពំនាំយកអំណោយដ៏ថ្លៃថ្លារបស់បងប្អូនសប្បុរសធម៌សប្បុរសជនបាទនិងបងប្អូនប្រជាពលរដ្ឋដែលបានជួយតាមរយៈខ្ញុំបាទដូចជាទឹកសុទ្ធបាទសម្ភារៈបរិភោគទឹកត្រីមីបាទទឹកស៊ីអ៊ីវទឹកខបាទនិងលក្ខមានច្រើនមុខទៀតជាមួយក្រុមការងារបាទយកទៅបកគលជូនដល់បងប្អូនបាទកងទ័ពយើងដែលគាត់ការពារតំបន់បាទប្រាសាទតាមាន់ធំដែលស្ថិតនៅក្នុងភូមិតាមាន់សែនជ័យបាទឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យក្នុងទិសដៅធំដែលខ្ញុំបានទៅកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2025បាទនេះគឺទិសដៅធំបំផុតគឺការពំនាំយកអំណោយបាទរបស់សប្បុរសធម៌សប្បុរសជនក៏ដូចជាបងប្អូនយើងហើយនឹងថវិការបស់ខ្ញុំផ្ទាល់បាទទិញមីបាទទិញទឹកត្រីទឹកស៊ីអ៊ីវបាទកាហ្វេហើយក៏ដូចជាថវិការបស់បងប្អូនបាទសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យដែលគាត់បានគៀងគរសុំហើយនឹងក៏បានចេញថវិកាគាត់ផ្ទាល់មួយចំនួនទិញជារបស់បរិភោគបាទបូកសរុបជាមួយខ្ញុំបាទជាមួយបងប្អូនសប្បុរសធម៌សប្បុរសជនបាទកើតជាបាទរូបរាងដើម្បីយកទៅជូនបាទបងប្អូនកងទ័ពដែលគាត់ការពារនៅចំណុចប្រាសាទតាមាន់ធំបាទឲ្យគាត់បានប្រើប្រាស់និងបានបរិភោគដើម្បីមានកម្លាំងក៏ដូចជាការលើកទឹកចិត្តចំពោះគាត់ផងដែរដោយសារគាត់លះបង់គេថាឈាមស្រស់ស្បែកស្រស់បាទនឹងពេលវេលាបាទបែកចេញពីអ្នកជាទីស្រឡាញ់ដូចជាបាទឪពុកម្ដាយប្រពន្ធកូនបាទលក្ខដើម្បីការពារជាតិមាតុភូមិក្រែងមានសត្រូវមកយាយីបាទគេថាចង់បានដីរបស់កម្ពុជាយើងជាយថាហេតុអញ្ចឹងហើយក្នុងនាមបាទយើងជាកូនខ្មែរបាទយើងត្រូវតែការពារទឹកដីបាទជាតិមាតុភូមិរបស់យើងខាងបងប្អូនកងទ័ពគាត់ជាអ្នកការពារបាទទឹកដីបាទជាមាតុភូមិអញ្ចឹងយើងជាប្រជាពលរដ្ឋយើងត្រូវមានមនសិការស្នេហាជាតិបាទចូលរួមឧបត្ថម្ភគេថាតិចបាទក្តីច្រើនក្តីក៏ជាមនសិការបាទសម្រាប់ជួយជាតិមាតុភូមិយើងផងដែរអញ្ចឹងបងប្អូនបើចង់ជួយចង់បាទឧបត្ថម្ភតាមរយៈខ្ញុំបាទបងប្អូនអាចបាញ់ជាថវិកាដាក់តាម QR code របស់ខ្ញុំដែលខ្ញុំដាក់នៅលើវីដេអូនេះផ្ទាល់បាទតិចក្តីច្រើនក្តីក៏ខ្ញុំទទួលដែរបាទខ្ញុំសរុបបានរៀងក្រើខ្ញុំទិញជាសម្ភារៈបាទយកទៅជួយគាត់ម្ដងទៀតបាទអញ្ចឹងគណៈពេលនេះបាទយើងមិនអាចនិយាយវែងញែកបាទអ្វីឲ្យបានច្រើនជាងនេះទេបាទដោយសារប្រទេសរបស់យើងកំពុងតែជួបបាទសង្គ្រាមបាទគេថាកំពុងតែមានចំនួនជាមួយបាទប្រទេសជិតខាងហ្នឹងហើយបងប្អូនអញ្ចឹងគ្រាន់តែខ្ញុំចង់បាទប្រាប់ពីថ្ងៃខ្ញុំទៅហ្នឹងខ្ញុំសង្កេតឃើញថាខាងរាជរដ្ឋាភិបាលយើងហ្នឹងគឺគាត់យកចិត្តទុកដាក់មែនទែនគឺគាត់មិនចង់បាទឲ្យជួបសង្គ្រាមទេដោយសារការជួបសង្គ្រាមនេះការធ្វើសង្គ្រាមមានសង្គ្រាមនេះវាមិនចំណេញអីដល់បាទប្រទេសជាតិទេវាតែងតែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបាទប្រជារាស្ត្រយើងហ្នឹងបាទគេថាមានទុក្ខលំបាកខ្លោចផ្សាជាមួយភ្លើងសង្គ្រាមបាទនឹងការព្រាត់ប្រាសបាទផងដែរក៏ប៉ុន្តែខាងគេដូចជាមិនគិតដូចយើងទេបងប្អូនគឺខាងគេដូចជាក្តៅគគុកមែនទែនបាទថ្មីនេះគេបានប្រកាសថាប្រាសាទតាមាន់គឺជារបស់គេបាទអញ្ចឹងគឺគេមានចេតនាបាទមិនល្អសម្រាប់ប្រទេសយើងទេប៉ុន្តែយ៉ាងណាមិញបាទទុកឲ្យសម្ដេចបាទបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីបាទក្នុងអាណត្តិនេះលោកបាទជាអ្នកដោះស្រាយតាមសន្តិវិធីចោះបាទក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ក៏មិនហ៊ានអាកាត់បាទអ្វីឲ្យវែងឆ្ងាយជាងនេះដែរបាទជាចុងក្រោយបាទសូមគោរពអរគុណបាទបងប្អូនទាំងអស់គ្នាបាទជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់